រើសតួស្រីសម្ដែងពីរនាក់ខែចាប់ពី100រហូតដល់1លានសូមបញ្ជាក់បន្តិចបើអត់ច្បាស់ទេកុំខមមិនហើយបើខមមិននិយាយអើជាមួយគេហើយកុំអត់មកថតនិយាយរួមទៅមួយរយៈហ្នឹងគឺខ្ញុំរើសតួដដែលមែនតើបងប្អូនដោយសារតែខ្ញុំរើស2ដងហើយគឺតួកោខ្ញុំមែនតើហ្មងបងហ្នឹងអើគ្នាថ្ងៃនេះថ្ងៃនោះមកហើយនិយាយគ្នាចោះនិយាយគ្នាឡើងបងប្អូនហើយដល់ថ្ងៃអត់មកលេនិយាយរួមទៅលេះនោះលេះនេះពិបាកមែនតើហ្មងបងប្អូនបើយើងអត់ច្បាស់ហើយយើងធ្វើអញ្ចឹងខូចការងារគេនេះខ្ញុំរើសតួហ្នឹងបងប្អូនអរគ្នាដឹងជាក់ស្ដែងហើយតែយើងស្លេចយកហើយគឺយើងអត់រើសអ្នកផ្សេងទៀតទេតែដល់ពេលកោយើងអញ្ចឹងយើងពិបាកដែរបងប្អូនសូមបញ្ជាក់បន្តិចណាបើសិនជាបងប្អូនណាចង់ថតជាមួយខ្ញុំដំបូងគឺអត់មានប្រាក់ខែទេតើចេះសម្ដែងមានប្រាក់ខែចាប់ពី40ម៉ឺនទៅអាចនិយាយបានថាប្រាក់ខែគឺមិនច្រើនទេប៉ុន្តែបើសិនជាយើងថតល្បីទៅយើងមានផលិតផលប្រម៉ូទឬមួយក៏យើងចង់រកស៊ីអីក៏បានដែរទៅឲ្យតែមានអ្នកស្គាល់ល្មមគឺយើងអាចរកស៊ីបានហើយសូម្បីតែមិត្តភក្តិខ្ញុំលៀបក៏វាមកថតមួយខ្ញុំដែរឥឡូវហ្នឹងតែខ្ញុំនៅតែខ្វះតួស្រីដែលស្អាយខ្ញុំថតជាប្រភេទរឿងភាគដល់ពេលចឹងទៅវាត្រូវការតួច្រើនណាបងប្អូនតួស្រីកន្លែងគេងគឺមានកន្លែងគេងស្រាប់នៅជុំគ្នាជាមួយនឹងស្រីគ្នាឯងតែគឺមានញ៉ាំគ្រប់គ្រាន់ណាបងប្អូនតែណាតណៃអីគឺខ្ញុំភេកាហ្វេភេអីទេនិយាយរួមទៅអត់សូវចោះលុយទេបងប្អូនទាំងគ្នាដឹងហើយថាផ្ទះខ្ញុំនៅខេត្តកំពតស្រុកកំពង់ត្រាចវានៅលក្ខណៈសុកសែងអញ្ចឹងណាបងប្អូនរបស់ញ៉ាំអីក៏វារឿងធូរថ្លៃតាមនឹងដែរសូមបញ្ជាក់យកអ្នកច្បាស់លាស់កុំនិយាយថាមកហេតុមកទៀតលើកហ្នឹងខឹងញ័រសាច់ដោយសារតែកូនខ្ញុំច្រើនដងហើយបងប្អូនទាំងអស់គ្នាខ្ញុំត្រូវការអ្នកច្បាស់លាស់ហើយបើសិនជាចង់ថតអីខមមិនដាក់រូបស្លឹកម្នាក់មួយមកសូមយកតែអ្នកស្រឡាញ់ខាងហ្នឹងណាបងប្អូនអត់យកមកលេះលោះទេដោយសារអីខាងនេះក៏មិនស្រួលបានដែរយើងតស៊ូថតសម្ដែងដែរអញ្ចឹងណាដំបងយើងអត់មានប្រាក់ខែទេយើងចេះសម្ដែងមកមានប្រាក់ខែពេលដែលយើងមានគេស្គាល់តិចតួចយើងអាចរកស៊ីលក់អនឡាញលក់អីឬមួយក៏យើងប្រមូលផលិតផលអីក៏បានដែរសំខាន់បញ្ជាក់តែម្ដងទៀតទេបងប្អូនសុំអ្នកច្បាស់លាស់បើអត់ច្បាស់លាស់ទេបាច់ខមមិនទេវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯណាបងប្អូនបើនិយាយខុសឆ្គងកន្លែងណាអីសូមអធិស្ឋានផងដោយសារតែក្តៅចិត្តពេកបងប្អូនគឺកោខ្ញុំសាហាវហ្មងមករយៈអូយយាយមែនហត់នឿយខ្លាំងហ្មងយាយមែនចង់ថតប៉ាត់ចង់ខមមិនណាបងប្អូនខមមិនធ្វើបាបខ្ញុំអញ្ចឹងខ្ញុំកពុលមុខខ្លាំងណាស់ដោយសារអីហត់មែនតើហ្មងបងប្អូនមិនមែនធំតែម្នាក់ពីរនាក់ណាចង់ចូល10នាក់ឯងគ្រាប់បោកខ្ញុំថាមកថតឲ្យអត់មកនឹងជាប្រចាំរបស់ខ្ញុំគឺជារៀងរាល់ថ្ងៃគឺខ្ញុំតែងតែប្រើប្រាស់ជាមួយនឹងក្រាមជ័យឲ្យជាប្រចាំបងប្អូនជារួមទៅខ្ញុំប្រើតែជាមួយនឹងពណ៌ទឹកក្រូចទេដោយសារអីបើចិត្តខ្ញុំហ្មងគឺខ្ញុំស្រឡាញ់ពណ៌ទឹកក្រូចជាងពណ៌កាឈូកបងប្អូនប៉ុន្តែស្អាតដូចតែគ្នាណាបងប្អូនពេលដែលលាបហើយមានអារម្មណ៍ថាមាត់ខ្ញុំឡើងគីឡូតែម្ដងបងប្អូននេះមើលខាងនេះអត់ទាន់លាបអានេះលាបហើយចង់បងប្អូនណាដែលមានបញ្ហាប្រវោមាត់ប្រេះប្រវោមាត់មានសំណើមប្រវោមាត់ខ្មៅអីអាចប្រើប្រាស់ជាមួយនឹងក្រាមជ័យអិលរបស់ចលាបបានហើយបងប្អូនអាចរកទិញតាមផ្សារនៅចិត្តផ្ទះបងប្អូនបំផុតបានណាល្អសាហាវមានពីរពណ៌ពណ៌កាឈូកនិងពណ៌ទឹកក្រូចអូយស្រឡាញ់ក្រាមជ័យអិលខ្លាំងមែនតើហ្មងបងប្អូនអើយ